សួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាតោះមកធ្វើត្រីបឹងកញ្ឆែតញ៉ាំបងប្អូនថ្ងៃនេះខ្ញុំមានត្រីបឹងកញ្ឆែតគ្រឿងផ្សំរបស់យើងនៅក្នុងរូបខ្ញុំបងប្អូនខ្ញុំមានបឹងកញ្ឆែតខ្ញុំមានកញ្ឆែតខ្ញុំមានគល់ស្លឹកគ្រៃម្ដេងស្លឹកក្រូចខ្ទិះដូងល្មៀតយើងមកបុកចូលគ្នាអញ្ចឹងណាបងប្អូននៅក្នុងរូបអញ្ចឹងទៅយើងបុកគ្រឿងក្រៅយើងនឹងអាម៉ត់ហើយម្ទេសឆ្អើរថ្ងៃនេះគឺខ្ញុំយកមកច្រាមវាឲ្យម៉ត់អញ្ចឹងណាបងប្អូនដើម្បីយកវាទៅឆាគ្រឿងដាក់ជាមួយនឹងខ្ទិះដូងឲ្យយើងអញ្ចឹងណាបងប្អូននេះពេលដែលយើងម៉ត់ហើយយើងទុកវាមួយនៅលើអញ្ចឹងទៅយើងក៏ចាប់ផ្ដើមចាក់ខ្ទិះដូងខ្ទិះដើមរបស់យើងអញ្ចឹងណាបងប្អូនចាក់ដាក់ចានទៅហើយក្នុងហ្នឹងយើងមានត្រីរ៉ស់ក៏បានត្រីស្តៅក៏បានដែរបងប្អូនតែថ្ងៃនេះខ្ញុំធ្វើត្រីរ៉ស់អញ្ចឹងណាបងប្អូនត្រីរ៉ស់នេះគឺត្រីរ៉ស់ស្រែបងប្អូនអញ្ចឹងទៅយើងមានត្រីរ៉ស់នឹងហើយយើងយកមកស្ដាំទឹកឲ្យពុះដាក់អំបិលបន្តិចហើយយើងចាប់ផ្ដើមដាក់ស្ងោរវាអញ្ចឹងណាបងប្អូនស្ងោរត្រីនឹងឲ្យឆ្អិនអញ្ចឹងហើយយើងចាប់ផ្ដើមបេះវាយកមកបុកជាមួយនឹងគ្រឿងក្រៅរបស់យើងអញ្ចឹងណាបងប្អូននៅក្នុងរូបអញ្ចឹងទៅយើងបេះវាបុកគ្រឿងក្រៅយើងឲ្យម៉ត់អញ្ចឹងណាបងប្អូនហើយពេលដែលយើងបេះឆ្អឹងបេះអីវាអស់អញ្ចឹងហើយយើងបានគ្រឿងក្រៅហ្នឹងហើយយើងចាប់ផ្ដើមដាក់ប្រេងអូលីវយើងបន្តិចត្រីមួយកង់ដែលយើងទុកវាបំពងក្រៅអញ្ចឹងណាបងប្អូននេះយើងបំពងឲ្យស្រួយក្រហមអញ្ចឹងទៅយើងទុកវាមួយនៅលើអញ្ចឹងយើងចាប់ផ្ដើមដាក់ឆាខ្ទឹមហោមខ្ទឹមហោមសំដៅបងប្អូនជាប់មាត់ម្ទេសឆាម្ទេសឆ្អើររបស់យើងហ្នឹងហើយយើងដាក់ខ្ទិះដើមចូលបន្តិចដើម្បីយើងរំងាស់វាឲ្យចូលជាតិអញ្ចឹងណាបងប្អូនបន្ទាប់ហើយយើងក៏ចាប់ផ្ដើមដាក់គ្រឿងក្រៅបុករបស់យើងអញ្ចឹងណាដាក់ចូលអញ្ចឹងហើយយើងក៏ចាប់ផ្ដើមដាក់ខ្ទិះដើមរបស់យើងចូលអញ្ចឹងទៀតទៅណាបងប្អូនកូរច្បល់វាអញ្ចឹងហើយយើងចាប់ផ្ដើមដាក់ស្ករប៊ីចេងទឹកត្រីប្រេងខ្យងប៊ីចេងអំបិលបន្តិចអញ្ចឹងណាបងប្អូនហើយរ៉ូឌីបន្ទាប់ហើយយើងងាស់គ្រឿងវានឹងជាមួយនឹងត្រីដែលយើងស្ងោរនឹងហើយដូចក្នុងរូបអញ្ចឹងណាបងប្អូននិយាយទៅឈ្ងុយមែនតើបងប្អូនអើយបានយើងចាប់ផ្ដើមចាក់កញ្ឆែតយើងចូលអញ្ចឹងណាពេលកញ្ឆែតយើងចូលល្មមហើយយើងក៏ចាប់ផ្ដើមផ្ងំវាឲ្យចូលគ្រឿងនៅក្នុងរូបអញ្ចឹងណាបងប្អូនទុកវាពុះអញ្ចឹងទៅនិយាយទៅត្រីបងកញ្ឆែតយើងក៏បានរួចរាល់បងប្អូនយើងក៏យកមកចាក់ដាក់ក្នុងត្រីបំពងរបស់យើងនៅយើងបំពងនៅក្នុងចានអញ្ចឹងណាបងប្អូនអញ្ចឹងត្រីបងកញ្ឆែតយើងមួយមុខនេះក៏បានរួចរាល់បងប្អូនមិនដែរតំណងឯងបងប្អូនបើបងប្អូនតំណងអាចធ្វើការសាក់លបងធ្វើញ៉ាំទាំងអស់គ្នាអញ្ចឹងណាអរគុណច្រើន